កន្លែងដែលបញ្ហាកើតឡើងពីម្សិលនេះជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះអត់អីបានជាទៅដីគេអញ្ចឹងបានខ្ញុំមិនអស់ចិត្តអត់អីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹងឥឡូវទោះបីជានាយករដ្ឋមន្ត្រីនៅក្រៅប្រទេសក៏ប៉ុន្តែសម័យ digital សម័យ online នាយករដ្ឋមន្ត្រីអាចបញ្ជាតបបានគ្រប់ពេលព្រមម្សិលមិញគឺនាយករដ្ឋមន្ត្រីរវល់ខ្លាំងក្នុងការបញ្ជាមកអគ្គបញ្ជាការទៅមេបញ្ជាការជើងគោកព្រោះដោយសារអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺជាអ្នកដែលធ្លាប់ចូលប្រឡូកនៅក្នុងសមរភូមិតំបន់តាក្បីនិងព្រះវិហារនោះឯងដូច្នេះគេដឹងរឿងភូមិសាស្ត្រលើសពីខ្ញុំទៅទៀតហើយអាកន្លែងដែលបញ្ហាកើតឡើងពីម្សិលនេះជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះអត់អីបានជាទៅដីគេពីដើមវាមានសាលាមួយតែសាលាទៅវាឆេះហើយខ្ញុំទៅអង្គុយកន្លែងនោះអញ្ចឹងបានខ្ញុំមិនអស់ចិត្តណាហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងនោះខ្ញុំទៅអង្គុយនៅកន្លែងនោះខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេនាយករដ្ឋមន្ត្រីរូបនេះអង្គុយក្នុងម៉ាស៊ីនត្រជាក់បានតិចណាស់បើប្រៀបធៀបជាមួយនឹងធ្វើសកម្មខាងក្រៅមិនថាលើផ្នែកអីទេប៉ុន្តែបើក្នុងវិស័យយោធាតាំងពីធ្វើនាយករដ្ឋមន្ត្រីតាំងពីសង្គ្រាមនៅឆាប់ឆេះក្នុងប្រទេសខ្លួនឯងឃើញរូបភាពជាច្រើនមិនមែនជារូបភាពបង្ហាញអំពីការទៅថតបែបថតភាពយន្តនេះណាហើយពេលដែលមានបញ្ហាសម្រាប់ការព្រំដែនខ្ញុំទៅព្រំដែនខ្ញុំឡើងប្រាសាទព្រះវិហារខ្ញុំទៅដល់មុំបីទៅដល់ឡាកន្លែងទៅខ្ញុំដែលផ្ទុះអាវុធពីម្សិលនោះទៅនោះចង់រឿងអីដែលរឿងនេះប៉ុន្តែខ្ញុំសុំបញ្ជាក់ថាយើងចង់ឲ្យសភាពការវិលត្រឡប់ទៅចំណុចដើមវិញតែប៉ុណ្ណឹងមិនចង់បានអ្វីលើសពីប៉ុណ្ណឹងរួចហើយកងទ័ពនិងកងទ័ពសហការគ្នាតាមអគ្គបញ្ជាការវងពិសេសឲ្យដឹងថាស្រីនឹកនឹងជួបជាមួយនឹងមេបញ្ជាការទិសខាងនោះស្រីនឹកជាមេបញ្ជាការកងពលធំទី3ហើយក៏ជាអនុជើងគោកហើយមេបញ្ជាការជើងគោកនិងមេបញ្ជាការជើងគោកនឹងជួបគ្នានេះខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃការដោះស្រាយសូមឲ្យសភាពការវាកើតត្រឹមតែនៅមុខ3នោះហើយវិលត្រឡប់ទៅរកសភាពការមុនម៉ោង5កន្លះព្រឹកថ្ងៃទី27ថ្ងៃទី28ពីម្សិលមិញតែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ហើយសូមកុំឲ្យសភាពការនេះវារីករាលដាលទូទាំងព្រំដែន